សួស្តីអ្នកនរគ្នាជួយជាមួយខ្ញុំទៀតហើយសុខមានថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីបង្កើតរូប AI វាខ្ញុំបានដាក់នៅលើ thumbnail អញ្ចឹងបាទគឺរូបបែបនោះអញ្ចឹងដើម្បីបង្កើតរូបបែបនោះបានអ្នកគ្នាជំហានទី1ត្រូវបាទទៅ download កម្មវិធី Google Gemini ជាមុនសិនបាទដើម្បីបង្កើតរូបនោះបានអញ្ចឹងយើងចូលមក App Store មកអ្នកគ្នាធ្វើការ search ពាក្យថា Google Gemini បាទនេះវាយបាក់តា GO អញ្ចឹងមកគឺលោតបាននេះបាទ Google Gemini ខាងលើហ្នឹងនេះអាច scope មើលវាបានតែយើងទៅការដំឡើងទៅបាទចាំបន្តិចអ្នកគ្នាបាទយើង slow តិច Wi-Fi អូខេមិញWi-Fi ខ្ញុំនេះ slow អញ្ចឹងស្កាដូរដាក់ internet វិញអ្នកគ្នាបាទបានហើយបាទអូខេចុច open មកអញ្ចឹងដើម្បីបង្កើតកម្មវិធីនឹងបានអ្នកគ្នាត្រូវមាន account Gmail មួយមកបាទអូខេនេះ Gmail របស់ខ្ញុំគឺមានស្រាប់ហើយចឹងអ្នកគ្នារើសមកដែល Gmail អ្នកគ្នាចង់ប្រើមួយណាតោះមកចុច continue នឹងមកអូខេវាកំពុងមកការបានហើយអ្នកគ្នាបាទគឺយើងអាចបង្កើតរូបបានហើយតោះ let's go យើងទៅបង្កើតរូបភាពយើងទាំងអស់គ្នាឥឡូវយើងទៅយករូបភាពយើងទាំងអស់គ្នាហើយសម្រាប់ from គឺខ្ញុំដាក់នៅក្រោម description video ហ្នឹងឬក៏ក្នុង comment អ្នកគ្នាអាចទៅ copy យកមកបានតោះចឹងនេះគ្នាធ្វើការទៅរើសរូបរបស់យើងទាំងអស់គ្នាចុចកន្លែងសញ្ញាបូកនឹងមកហើយចុចពាក្យថា Joinery អូខេនេះគឺរូបរបស់យើងអ្នកគ្នាឆ្លាញ់រូបណារើសរូបហ្នឹងមកបាទចាំបន្តិចអ្នកគ្នាខ្ញុំធ្វើការរើសរូបសិនពេលអ្នកគ្នាសម្លេចលើរូបអ្នកគ្នាពេញចិត្តហើយអ្នកគ្នាជា edit ខាងលើហ្នឹងមកហើយសម្រាប់ from គឺខ្ញុំដាក់នៅក្រោម description video ហ្នឹងហើយអ្នកគ្នា copy យកទៅយើងធ្វើការផាសចូលទៅហ្នឹងមកបាទមើលទៅអ្នកគ្នាចង់កែកន្លែងណាទៀតក៏បានបាទខ្ញុំអត់កែឲ្យច្រើនទេចុចបញ្ជូនតែម្ដងឥឡូវកំពុងតែ generate រូបយើងបាទកំពុងតែធ្វើហើយបាទ AI កំពុងតែធ្វើហើយចាំបន្តិចអ្នកគ្នាបាទជាស្រ័យកន្លែងនេះគឺយើងនៅស៊ីសងលើអ៊ីនធឺណិតយើងដើរលឿនដើរយឺតដែរអូខេបាទរៀងលឿនដែរគឺងាយស្រួលមែនតើបាទនេះបាទគឺបានហើយបើថាអ្នកគ្នាអត់ពេញចិត្តនៅទម្រង់បែបហ្នឹងទេអ្នកគ្នាអាចរើសរូបផ្សេងទៀតបាទរើសរូបផ្សេងទៀតបានរូបផ្សេងទៀតមកគឺគេនឹងដកទម្រង់អញ្ចឹងខ្ញុំធ្វើការរើសរូបមួយទៀតសិនចាំបន្តិចអ្នកគ្នាអូខេខ្ញុំធ្វើការរើសរូបមួយនេះចាផា from យើងចូលមកបាទចាំមើលវានឹងខុសគ្នាបាទខុសគ្នាពីរូបមុនបាទអញ្ចឹងបើថារូបមួយហើយអ្នកគ្នាចេញមកបង្កើតមកអ្នកគ្នាអត់ពេញចិត្តទេអ្នកគ្នាអាចបាទឆាតម្ដងទៀតបានបាទបង្កើតម្ដងទៀតបានដោយសារយើងដូររូបទៅគឺគេនឹងដូរទម្រង់បាទដូរទម្រង់រូបរបស់យើងដែរបាទឥឡូវកំពុងតែធ្វើអីបាទអូខេនេះបាទអញ្ចឹងគឺវាដូរហើយមុនផ្សេងឥឡូវចេញមកផ្សេងខុសគ្នាបាទគ្រាន់តែកាយវិការរបស់យើងបាទគឺច្រត់ជាការកើមនឹងគ្នាតែគាត់ថាទម្រង់គឺខុសគ្នាបាទមួយរៀងប្រឆិតហើយមួយត្រង់អញ្ចឹងគាត់តែនេះជាប់អីពណ៌ខ្មៅខាងលើនោះតិចអ្នកគ្នាអាចកាត់វាចោលបានអត់អីទេអញ្ចឹងបើចង់ download ចុចចកត់លើរូបនឹងមកហើយចុចសញ្ញាព្រួយខាងក្រោមមកបាទគឺជាការស្រេចហើយ download បានហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like subscribe ម្នាក់មួយ